សម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀប pin chat ដែលសំខាន់នៅក្នុង Messenger ឲ្យនៅខាងលើគេជារៀងរហូតអញ្ចឹងសម្រាប់បងប្អូនយើងដែលមាន chat សំខាន់ច្រើនហើយចង់ទាញវាយកមកខាងលើគេគឺបងប្អូនអាចធ្វើបានមិនថាតែ chat តខ្លួនឬក៏គ្រប់ chat ទេគឺយើងអាចធ្វើបានដូចគ្នាប៉ុន្តែមុននឹងខ្ញុំបង្ហាញពីរបៀបធ្វើសម្រាប់បងប្អូនយើងដែលថ្មីសូមកុំភ្លេចជួយចុចពាក្យជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងតោះឥឡូវយើងមកដឹងពីរបៀបធ្វើទាំងអស់គ្នាអូខេអញ្ចឹងជំហានដំបូងយើងស្វែងរក chat ណាដែលសំខាន់សម្រាប់យើងមកអញ្ចឹងឧទាហរណ៍ថា chat មួយនេះបាទគ្រប់ chat មួយនេះខ្ញុំគិតថាសំខាន់យ៉ាងខ្ញុំគ្រាន់តែសកត់វាមកហើយយើងចុចពាក្យថាខ្ទាស់ឬក៏ pin បាទចុចលេខហ្នឹងមកបន្ទាប់ពីយើងចុច pin ហើយវានឹងលោតសញ្ញាបញ្ចូលខ្ទាស់ឲ្យកន្លែងនេះអញ្ចឹង chat មួយហ្នឹងគឺវានៅខាងលើគេជារៀងរហូតទោះបីជាមាន chat ថ្មីមកក៏វាស្ថិតនៅក្រោម chat មួយហ្នឹងដែរបាទវាអត់នៅខាងលើគេទេជាមួយខ្ញុំ chat ឲ្យមើលបាទខ្ញុំ chat ពី account មួយមកកាន់ account មួយហ្នឹងបាទបងប្អូនឃើញណានេះ chat ថ្មីដែលខ្ញុំទៅតែផ្ញើមកហ្នឹងគឺវានៅខាងក្រោម chat ដែលខ្ញុំបាន pin នេះបាទអញ្ចឹងងាយស្រួលមែនតើដើម្បីកុំឲ្យយើងពិបាករក chat ដែលសំខាន់សម្រាប់យើងណាយើងអាច pin អញ្ចឹងបានហើយមួយទៀតបើសិនជាយើងចង់ដោះ pin ហ្នឹងវិញយើងគ្រាន់តែសកត់ទៅលើ chat ហ្នឹងមកតោះមកយើងចុចដកខ្ទាស់បាទចុចដកខ្ទាស់ឬក៏ unpin អូខេតែប៉ុណ្ណឹងគឺរួចរាល់ហើយអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងបាទអរគុណ